ចាសួស្តីបងប្អូនថ្ងៃនេះគឺនាងខ្ញុំមកចែករំលែកបងប្អូនពីរបៀបដាក់រូតខោកបយណាបងប្អូនណាចាហើយសម្រាប់វិធីដាក់រូតនេះគឺវាមានច្រើនបែបណាបងប្អូនចាឥឡូវនេះបងប្អូនចាំមើលវិធីរបស់នាងខ្ញុំដាក់បែបនេះណាបងប្អូនណាចាអញ្ចឹងពេលដែលបងប្អូនរុះខោកបយយើងឲ្យបានស្អាតរូតដែលខូចហ្នឹងបងប្អូនរុះហើយបងប្អូនកុំចោលអាសទះនេះណាបងប្អូនចាទុកយើងធ្វើដេដាក់រូតបែបនេះណាចាអញ្ចឹងយើងដេសទះរូតនឹងរូតហើយបងប្អូនយកវាមកភ្ជាប់ខោចាបងប្អូនយើងភ្ជាប់បែបហ្នឹងមកចាបងប្អូនចង់ដាក់ឲ្យគៀកខ្សែរូតដូចជានាងខ្ញុំអញ្ចឹងក៏បានឬក៏បងប្អូនចង់ឃ្លាតជាងនាងខ្ញុំក៏បានដែរណាចាអញ្ចឹងខ្ញុំដាក់នេះគឺរៀងគៀកអប់ជាមួយនឹងរូតតែម្ដងចាហើយយើងដាក់បែបហ្នឹងហើយយើងធ្វើការជន់ម៉ាលីណាចាអញ្ចឹងយើងជន់រួចហើយបងប្អូនយើងមកនេះស្កិនមកផ្នែកមកខាងទៀតណាបងប្អូនណាចាហើយកន្លែងដែលយើងដាក់នេះបងប្អូនកុំដាក់ចូលខ្លាំងពេកឬក៏កុំចេញខ្លាំងពេកណាចាហើយបងប្អូនធ្វើការលាត់ផ្ទាំងដែលយើងជន់រូតហ្នឹងចេញទៅហើយយើងភ្ជាប់មួយផ្ទាំងទៀតណាចាបងប្អូនបើសិនជាបងប្អូនអត់យល់បងប្អូនអាចសាកល្បងមើលមួយសារទៀតបានចាអញ្ចឹងបន្ទាប់មកយើងជន់ហើយចាបងប្អូនធ្វើការនេះជន់ប្រកែតណាបងប្អូនចាអញ្ចឹងយើងជន់ប្រកែតទីមកប៉ុន្តែបងប្អូនកុំភ្លេចលាត់អាផ្នែកស្ទះខាងក្រោមចេញផងបើសិនជាបងប្អូនអត់លាត់ទេវាអាចយើងសកត់ប្រកែតនេះអាចជន់ណាចាអញ្ចឹងយើងជន់វាមួយជើងបែបនេះមកនេះបងប្អូនយើងកុំជន់អាទៅដល់ចាយើងសាប់មុខកន្លែងហ្នឹងឲ្យជាប់មកណាចាយើងធ្វើបែបហ្នឹងសិនចាឥឡូវនេះយើងជន់មួយទៀតមកដើម្បីបានជា2ជួរចាសារតាខោកបយគឺគេដេ2ជួរអញ្ចឹងយើងជន់2ជួរដូចគេអញ្ចឹងដែរមកណាចាហើយយើងជន់ឲ្យគៀកសិនបងប្អូនដកទុកសិនមកចានេះចាំយើងជន់មកខាងទៀតណាហើយពេលដែលយើងជន់ហ្នឹងយើងអាចនេះជន់អាបន្តមុខនេះយើងអាចជន់សកិនអាសទះរូតដែលយើងដាក់មុននឹងបានណាបងប្អូនចាហ្នឹងហើយអញ្ចឹងបងប្អូនជន់វាភ្ជាប់បែបហ្នឹងមកចាហើយកន្លែងនេះគឺយើងរាវដើម្បីកុំឲ្យវាប៉ះនឹងក្បាក់ថ្មិញរូតណាបងប្អូនចាបើសិនជាប៉ះថ្មិញរូតវាអាចបាក់មកចូលណាអញ្ចឹងបងប្អូនរាវស្ទាបកន្លែងហ្នឹងផងចាហ្នឹងហើយឥឡូវយើងបានហើយសាប់មុខវាជាប់បែបហ្នឹងមកណាចានេះវិធីនេះគឺស្រួលមួយយ៉ាងដែរណាពេលដែលយើងដាក់ទៅហើយវិធីមួយទៀតគឺចាំខ្ញុំបង្ហាញបងប្អូនមួយសារទៀតអញ្ចឹងហើយបន្ទាប់មកនេះបងប្អូនយើងគូតអ៊ីសវាធ្វើម៉េចដាក់វាឲ្យស្មើគ្នាដើម្បីពេលដែលយើងដាក់កន្លែងនេះទៅកុំឲ្យវែងខ្លីចាអញ្ចឹងយើងគូតអ៊ីសចំណាំទុកទៅចាហ្នឹងហើយបងប្អូនធ្វើការខ្ចប់វាបែបនេះណាខ្ចប់វាបែបហ្នឹងមកបងប្អូនហើយបងប្អូនដេទៅតាមហ្នឹងទៅចាយើងជន់ម៉ាលីបែបហ្នឹងមកណាចាគឺងាយមែនតើណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូមួយនេះវិធីរបស់ខ្ញុំនេះស្រួលបងប្អូនអាចយកទៅសាកល្បងបានណាចាគឺងាយទេបងប្អូនអត់ពិបាកអីទេណាហ្នឹងហើយយើងធ្វើមកខាងទៀតដូចគ្នាបែបហ្នឹងមកចាខ្ចប់មុខកន្លែងហ្នឹងឲ្យបានស្អាតណាបងប្អូនដើម្បីកុំឲ្យវាលៀនសាច់អីអញ្ចឹងណាហ្នឹងហើយចានេះហើយបងប្អូនកាត់អំបោះឲ្យបានស្អាតទៅចាកាត់ព្រួយកាត់អីបានស្អាតអញ្ចឹងណាចាឥឡូវហើយអញ្ចឹងបងប្អូនអាចមើលបានគឺងាយស្រួលហើយស្អាតទៀតណាបងប្អូនចាអញ្ចឹងវិធីនេះគឺមួយយ៉ាងដែរលឿនចាបងប្អូន
hai ban xã tiền á nắng ngày video bao nhóm cứ miền tập bản năng tế sầm đạp cả chạy ẩm lệ